បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងការ download រូបភាពចេញពី Pinterest Facebook Instagram ហើយ Pinterest ហ្នឹងគឺដាក់ URL ចូល Facebook ដាក់ URL page ហើយនឹង account ចូល Instagram ដូចគ្នាអញ្ចឹងទី1គឺ Pinterest អូខេអញ្ចឹង Pinterest ឧទាហរណ៍ថានេះ URL មួយនេះខ្ញុំចង់ download ខ្ញុំ copy មក copy URL មកបន្ទាប់មកខ្ញុំចុចលើ Pinterest នឹងហើយខ្ញុំចុច scrape អានេះចំនួនណាចំនួនដែលយើងចង់បានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន50រូបព្រួយដោយរូបម្នាក់នេះគាត់មានច្រើនអូខេនេះមានច្រើនអញ្ចឹងខ្ញុំដាក់50រូបហើយខ្ញុំចុច scrape អញ្ចឹងវានឹងធ្វើការដោយអូតូនៅក្នុងកម្មវិធីយើងមិនបាច់ទៅរវល់មិនបាច់ទៅអីទេនេះចេញមកចេះអញ្ចឹងខ្ញុំបង្ហាញម្ដងទៅទាំងអស់ចេះហើយចាំចុច download តែម្ដងក៏បានដែរព្រោះវាវិធីគឺដូចគ្នាតែឥឡូវខ្ញុំបង្ហាញជ្រុលនិយាយអញ្ចឹងបង្ហាញទៅបណ្ដោយបង្កើត folder មួយឈ្មោះថា Pinterest អូខេខ្ញុំចុច download បាទមិនទាន់នឹងចូលទៅផង download រួចបាត់ហើយមកទៅនៅណា Pinterest ចុះអូនេះសម្រាន់តែរកឃើញនេះ download ហើយអញ្ចឹងនេះគឺតកតងជាមួយនឹងវិធី download រូបភាពចេញពី Pinterest ហើយរូបភាពគឺយកជាប្រភេទ original រូបភាពជាប្រភេទរូបធំមិនមែនរូបតូចមិនមែនរូបតូចទេអញ្ចឹងមិញខ្ញុំដាក់ចំនួន50ណោះ50មិនបានទាញមកបានដល់25ឬក៏ម្នាក់នឹងមានតែ25មើលសិនខ្ញុំដាក់50អូមានតិចរូបនឹងមានតែមិនតិចណាមានប៉ុណ្ណឹងហើយរូបខ្លះប្រហែលជាវាduplicate ដុបអីចឹងទៅវាអត់គ្រប់បើសិនយើងចង់ដឹងថាវាបានច្រើនឬមានច្រើនមានអីចូលទៅ user ណាដែលមានច្រើនអញ្ចឹងឥឡូវយើងមកតង់ទី2មកមើលតកតងជាមួយនឹងរូបភាពនេះរូបភាពឧទាហរណ៍ថា page មួយនេះចុះអូខេខ្ញុំផាសបន្ទាប់មកខ្ញុំចុចលើ Facebook ហើយខ្ញុំចុច scrape វាទាញយកទាញយកមកសិនអូខេអញ្ចឹងឥឡូវគឺវាទាញមកហើយបន្ទាប់មកយើងចុច download នេះខ្ញុំបង្កើត folder ដាក់ថា Facebook page ព្រោះនេះវាជា page អញ្ចឹងដើម្បីកុំឲ្យយឺតការខ្ញុំមក folder នៅនេះសិននេះ Facebook page បន្ទាប់មកខ្ញុំចុច download នេះវាចុច download ហើយទាញយកហើយយើងនៅអង្គុយចាំតែខាងនេះអង្គុយចាំតែពេលវាចាប់ផ្ដើមទាញនេះចាប់ដើមមកហើយបន្ទាប់មកយើងចូលទៅក្នុង folder ហ្នឹងនេះហ្នឹងហើយរូបយើងមិនបាច់កង្វល់រឿងសាយទេអានេះគឺខ្ញុំទៅសេទាញជា original សាយរូបຂະຫນາດច្បាស់ຂະຫນາດអន្តរជាតិចេះមើលឃើញទេរូបធំទេយើងមិនបាច់ទៅនេះទេអូខេឥឡូវវាចេញ message ដាក់ថា complete ហើយ download រួចរាល់ហើយ50នេះយើងមើលនៅខាងនេះមិញខ្ញុំដាក់ចំនួន50ឥឡូវវាមក50ហើយអានេះគឺការ download ចេញពី page ឥឡូវយើងទៅមើលការ download ចេញពី account អញ្ចឹងខ្ញុំចូលមក account របស់ខ្ញុំផ្ទាល់មកបន្ទាប់មកខ្ញុំចូលឲ្យមកដល់កន្លែង photo យក photo នេះនៅខាងនេះវាដាក់ថា post by នេះ copy មកបន្ទាប់មកខ្ញុំផាសចូលក្នុងហ្នឹងហើយខ្ញុំ scrape
ហើយ50ដូចគ្នាខ្ញុំយកចំនួន50ដូចគ្នាអូខេមកហើយអញ្ចឹងខ្ញុំចុច download ខ្ញុំបង្កើត folder មួយ Facebook account អញ្ចឹងខ្ញុំដាក់ Facebook account ខ្ញុំចូលទៅក្នុង folder របស់យើងនេះ Facebook account អូខេមកហើយ folder នេះអញ្ចឹងយើងចាំមើលព្រោះអីនៅតំណេះវា download ចេញជាប្រភេទអឺ timeline ឬក៏ជាប្រភេទ cover ឬក៏ជាប្រភេទអីគឺវាចេញនៅកន្លែងហ្នឹងអញ្ចឹងឥឡូវយើងមកមើលមិញខ្ញុំដាក់50เนาะនៅនេះមាន46អី Facebook account អូខេ mobile upload 46 timeline 4ទៀតអញ្ចឹង50អញ្ចឹងនេះគឺវិធី download រូបភាពចេញពី Facebook page ហើយនឹង account ឥឡូវយើងមកមើល Instagram វិញ Instagram ក៏ដូចគ្នាងាយតែ Instagram គឺយើងត្រូវប្រើ cookie ចុចនៅតំណេះបន្ទាប់មកគឺយើង export cookie ផ្លេចមិញFacebook មិញក៏ត្រូវការ cookie ដែរតែវិធីយក cookie Facebook គឺមានវិធីហើយនេះអានេះ IG เนาะនេះ IG down អូខេ IG down ណា IG down អូខេទាំងអស់គ្នាសម្រាប់ការ download ចេញពី IG Instagram រូបភាពចេញពី Instagram គឺយើងត្រូវយក cookie តែម្ដងនេះគឺយកចេញពី Netscape មិនមែន JSON ទេណាគឺ Netscape អញ្ចឹងយើងចុច export ហ្នឹងមកបន្ទាប់មកយកអានេះយក Netscape ហ្នឹងបន្ទាប់មកយើងមក folder edit ហើយ delete ហើយ pass ចូលបន្ទាប់មកចុច save ចុច save ចឹងមកបន្ទាប់មកយើងមកចុច Netscape ហ្នឹងហើយយើងចង់បានរូបអ្នកណាយើង copy URL ហ្នឹងមក pass ចូលនៅក្នុងនេះហើយបន្ទាប់មកយើងចុច escape នៅនេះអញ្ចឹង IG គឺវាត្រូវទាញចេញជាប្រភេទ URL មកចែកបាទបន្ទាប់មកពេលដែលវាបានមកហើយយើងចុច download នៅត្រង់នេះអូខេបន្ទាប់មកខ្ញុំបង្កើត folder មួយដាក់ថា IG photo ចុច OK មកគឺវា download ហើយអញ្ចឹងឥឡូវយើងមកមើល folder IG photo នៅនេះឈ្មោះនេះចេញមកចែករូបទាំងអស់គឺរូបធំដូចតែខ្ញុំនិយាយអញ្ចឹងយើងមិនបាច់កង្វល់ទេគឺវាចេញធំមកឲ្យអូខេអញ្ចឹងនេះគឺតកតងជាមួយនឹងវីដេអូ download រូបភាពនេះ download complete ហើយអាខ្លះគឺវាខ្វែងអញ្ចឹងព្រោះនៅក្នុងវិធីនេះយើងព្យាយាម download រូបភាពហើយពេលដែលវាខ្វែងពេលខ្លះវាមានបញ្ហាជាមួយនឹងអ៊ីនធឺណិតពេលខ្លះមានបញ្ហា error តែខ្ញុំនឹងព្យាយាមសរសេរទាញលើសពីម្ដងបានតែ retry ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដើម្បីឲ្យវាទាញយកព្រោះយើងឃើញហើយមិញហ្នឹង error ហើយពេលយើងបើកមកដើរតែអត់អីទេខ្ញុំមានវិធីទាញម្ដងហើយម្ដងទៀតអានេះមានពាក្យថា index 1អីទៀតអូខេអញ្ចឹងនេះ share
វិធី download